របៀបមើលការផ្លាស់ប្ដូររបស់មនុស្សនៅក្នុងទំនាក់ទំនងប្រចាំថ្ងៃការព្រួយបារម្ភធំបំផុតរបស់មនុស្សភាគច្រើនគឺការដែលមិនអាចដឹងមុនពីការប្រែប្រួលចិត្តគំនិតនិងអាកប្បកិរិយារបស់មនុស្សជុំវិញខ្លួនដែលជារឿយៗគឺនាំមកនូវនៃការខកចិត្តនិងការជឿចាប់ដែលមិនដឹងខ្លួនឡើយការយល់ដឹងពីសញ្ញាណចិត្តសាស្ត្រនៃការផ្លាស់ប្ដូរនេះវានឹងជួយឲ្យយើងអាចសង្កេតដឹងពីជំរឿចិត្តរបស់អ្នកដទៃដើម្បីការពារខ្លួនពីការខកបំណងនិងការកសាងទំនាក់ទំនងប្រកបដោយភាពឆ្លៀសវៃហើយនៅក្នុងវីដេអូនេះវាគឺជាការវិភាគចិត្តសាស្ត្រទាំង15ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីអាចកំបាំងនៃការប្រែប្រួលរបស់មនុស្សជុំវិញខ្លួនហើយការស្វែងយល់ពីចិត្តសាស្ត្រនៃការប្រែប្រួលរបស់មនុស្សនេះគឺតម្រូវឲ្យមានការសង្កេតដែលយកចិត្តទុកដាក់និងមានការវិនិច្ឆ័យដោយហ្មត់ចត់បំផុតដើម្បីជៀសវាងការសន្និដ្ឋានភ្លាមៗដោយគ្មានការពិចារណាគ្រប់ជ្រុងជ្រោយដែលនាំឲ្យមានការខុសឆ្គងហើយសូមប្រើចំណុចនៃការវិភាគទាំងនេះជាជំនួយស្មារតីក្នុងការស្វែងយល់ពីគ្នាដោយការអត់ធ្មត់ហើយមិនគួរយកវាទៅប្រើប្រាស់ដើម្បីកាត់សេចក្តីឬបង្កឲ្យមានការសង្ស័យដោយគ្មានហេតុផលនៅក្នុងទំនាក់ទំនងនោះទេឥឡូវកុំឲ្យខាតពេលវេលាយូរតើយើងទៅស្ដាប់ទាំងអស់គ្នា1នៅពេលដែលមនុស្សម្នាក់ចាប់ផ្ដើមនិយាយលាក់លៀមចំពោះរឿងតូចតាចនោះគឺមានន័យថាពួកគេកំពុងតែរៀបចំផ្លូវបិទបាំងរឿងធំនៅថ្ងៃខាងមុខហើយការលាក់បាំងរឿងរ៉ាវតូចតាចជារឿយៗវាគឺជាសញ្ញាណដំបូងបង្អស់ដែលបង្ហាញថាទំនុកចិត្តនៅក្នុងទំនាក់ទំនងគឺចាប់ផ្ដើមមានការរង្គោះរង្គើហើយមនុស្សយើងមិនមែនភ្លាមៗគឺទៅលាក់បាំងរឿងធំដុំនោះទេប៉ុន្តែពួកគេគឺតែងតែសាកល្បងប្រតិកម្មរបស់យើងតាមរយៈការលាក់បាំងរឿងតូចតាចជាមុនសិននៅពេលដែលការភូតភរចំពោះរឿងតូចតាចទាំងនោះត្រូវបានមើលរំលងដោយគ្មានការកត់សម្គាល់នោះវានឹងបង្កើតបានជាទម្លាប់ដ៏គួរឲ្យព្រួយបារម្ភមួយយូរៗទៅភាពមិនស្មោះត្រង់កម្រិតស្រាលនេះវានឹងវិវត្តទៅជាការលាក់បាំងរឿងរ៉ាវសំខាន់ៗដែលតាក់ទងទៅនឹងអនាគតឬការសម្រេចចិត្តធំៗដូច្នេះការយកចិត្តទុកដាក់ទៅលើភាពស្មោះត្រង់សូម្បីតែរឿងតូចតាចវាគឺជាគន្លឹះដ៏សំខាន់នៅក្នុងការវាយតម្លៃភាពស្មោះត្រង់របស់នរណាម្នាក់ 2. ការផ្លាស់ប្ដូរភាសាកាយវិការនិងការគេចពីខ្សែភ្នែកវាគឺជាសញ្ញាបង្ហាញថាចិត្តរបស់ពួកគេឡើងស្ថិតនៅកន្លែងដែលពួកគេកំពុងឈរទៀតហើយភាសាកាយវិការគឺជាការឆ្លុះបញ្ចាំងដោយស្វ័យប្រវត្តិនៅពិភពខាងក្នុងនិងអារម្មណ៍ពិតប្រាកដរបស់មនុស្សម្នាក់ៗនៅពេលដែលនរណាម្នាក់ចាប់ផ្ដើមគេចវេះពីការសម្លឹងចំភ្នែកឬបង្ហាញកាយវិការដែលមិនស្ងប់នោះគឺមានន័យថាពួកគេកំពុងតែមានភាពមិនស្រណុកចិត្តពីខាងក្នុងហើយការប្រែប្រួលនេះច្រើនតែកើតឡើងដោយសារតែពួកគេមានរឿងសម្ងាត់ឬលែងមានអារម្មណ៍ចង់ផ្សារភ្ជាប់ជាមួយយើងដូចមុនទៀតហើយខួរក្បាលរបស់មនុស្សយើងគឺតែងតែបញ្ជាឲ្យរាងកាយដកថយពីស្ថានភាពដែលពួកគេមានអារម្មណ៍ថាទើសទាល់ឬខុសឆ្គងការសង្កេតមើលពីកាយវិការសាមញ្ញៗទាំងនេះវានឹងជួយឲ្យអ្នកអាចដឹងមុនពីការប្រេះស្រាំនៃទំនាក់ទំនងបានយ៉ាងទាន់ពេលវេលា 3. នៅពេលដែលនរណាម្នាក់ឈប់ឆ្លោះឬឈប់តវ៉ាវាមិនមែនមានន័យថាពួកគេយល់ស្របនោះទេប៉ុន្តែមកពីពួកគេលែងចង់ចំណាយពេលជាមួយអ្នកទៀតហើយការតវ៉ាឬការជជែកវែកញែកនៅក្នុងទំនាក់ទំនងជារឿយៗវាបង្ហាញពីការខិតខំប្រឹងប្រែងដើម្បីស្វែងរកការយល់ចិត្តគ្នាទៅវិញទៅមកនៅពេលដែលដៃគូឬក៏មិត្តភ័ក្តិចាប់ផ្ដើមឈប់និយាយស្ដីឬយល់ព្រមតាមគ្រប់រឿងយ៉ាងងាយនោះមិនមែនជាសញ្ញាល្អឡើយភាពស្ងប់ស្ងាត់ខុសធម្មតានេះវាគឺជាការសម្រេចចិត្តខាងផ្លូវចិត្តក្នុងការដកខ្លួនចេញពីទំនាក់ទំនងបន្តិចម្ដងពួកគេយល់ថាការបញ្ចេញមតិគឺលែងមានតម្លៃឬលែងអាចកែប្រែអ្វីបានទៀតហើយទើបជ្រើសរើសលែងខ្វល់ខ្វាយហេតុនេះកុំច្រឡំថាភាពស្ងប់ស្ងាត់របស់ពួកគេគឺជាការយល់ស្របព្រោះវាអាចជាការត្រៀមខ្លួនដើរចេញដោយគ្មានពាក្យថាលា 4. ការកើនឡើងនៃពាក្យរិះគន់លើរឿងតូចតាចដែលធ្លាប់តែអត់ឱនឲ្យវាគឺជាសញ្ញានៃការថមថយចុះនៅសេចក្តីស្រឡាញ់និងការយល់ចិត្តកាលដែលយើងស្រឡាញ់នរណាម្នាក់ខួរក្បាលរបស់យើងតែងតែបន្ទន់អិរិយាបថដើម្បីមើលរំលងចំណុចខ្វះខាតតូចតាចរបស់ពួកគេប៉ុន្តែនៅពេលដែលមនោសញ្ចេតនាចាប់ផ្ដើមសាបរលាបបន្តិចម្ដងអ្វីៗគ្រប់យ៉ាងដែលអ្នកធ្វើវានឹងคล้ายទៅជាការទើសភ្នែករបស់ពួកគេទាំងអស់ការស្ដីបន្ទោសឬការរិះគន់ទៅលើរឿងដែលមិនសំខាន់វាគឺជាវិធីដែលចិត្តសាស្ត្ររបស់ពួកគេបញ្ចេញនូវភាពធុញទ្រាន់ដែលលាក់ទុកពីខាងក្នុង
ពួកគេលែងមានភាពអត់ធ្មត់ក្នុងការទទួលយកលក្ខណៈពិតប្រាកដរបស់អ្នកដោយការពីមុនទៀតហើយប្រសិនបើអ្នកសង្កេតឃើញការផ្លាស់ប្ដូរនេះវាជាសញ្ញាព្រមានដែលបញ្ជាក់ថាការគោរពនិងការយល់ចិត្តនៅក្នុងទំនាក់ទំនងគឺកំពុងតែចុះខ្សោយហើយ 5. នៅពេលដែលនរណាម្នាក់ចាប់ផ្ដើមការពារទូរស័ព្ទរបស់ពួកគេខ្លាំងខុសពីធម្មតានោះគឺមានន័យថាពិភពលោកនៃការសម្ងាត់របស់ពួកគេចាប់ផ្ដើមរីកធំជាងពិភពពិតជាមួយយើងទៀតហើយទូរស័ព្ទគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសកម្មភាពប្រចាំថ្ងៃនិងទំនាក់ទំនងផ្ទាល់ខ្លួនដ៏មានឥទ្ធិពលបំផុតរបស់មនុស្សម្នាក់ៗការប្រុងប្រយ័ត្នហួសហេតុវាដូចជាការផ្កាប់ទូរស័ព្ទចុះឬការបដូរលេខសម្ងាត់ញឹកញាប់ជារឿយៗវាបង្ហាញពីការលាក់បាំងអ្វីមួយនៅពេលដែលពួកគេមានអារម្មណ៍ថាខ្លាចអ្នកមើលឃើញសារឬខ្លាចមើលឃើញសកម្មភាពផ្សេងៗនោះគឺមានន័យថាមានរឿងដែលមិនចង់ឲ្យអ្នកដឹងវាបានកើតឡើងហើយភាពស្និទ្ធស្នាលខាងបច្ចេកវិទ្យាជាមួយអ្នកដទៃគឺតែងតែទាញយកពេលវេលានិងការយកចិត្តទុកដាក់ចេញពីទំនាក់ទំនងបច្ចុប្បន្នការផ្លាស់ប្ដូរអាកប្បកិរិយាចំពោះឧបករណ៍ផ្ទាល់ខ្លួនបែបនេះវាគឺជាសញ្ញាច្បាស់លាស់មួយដែលអ្នកមិនគួរមើលរំលងឡើយ 6. ការផ្លាស់ប្ដូរយ៉ាងលឿននៃរង្វង់មិត្តភ័ក្តិឬចំណង់ចំណូលចិត្តថ្មីៗគឺតែងតែកើតចេញពីការចង់ផ្លាស់ប្ដូរអត្តសញ្ញាណចាស់ដែលពួកគេលែងពេញចិត្តមនុស្សយើងតែងតែស្វែងរកបរិយាកាសនិងមនុស្សជុំវិញខ្លួនណាដែលឆ្លុះបញ្ចាំងពីតម្លៃខាងក្នុងរបស់ខ្លួនឯងនៅពេលដែលនរណាម្នាក់ផ្លាស់ប្ដូរមិត្តភ័ក្តិដែលធ្លាប់តែស្និទ្ធស្នាលក្នុងពេលដ៏ខ្លីនោះវាបង្ហាញថាការគិតរបស់ពួកគេបានផ្លាស់ប្ដូរទិសដៅហើយការបង្កើតចំណង់ចំណូលចិត្តថ្មីៗខុសពីធម្មតាក៏អាចជាការប៉ុនប៉ងដើម្បីស្វែងរកអត្តសញ្ញាណថ្មីឬដើម្បីផ្គាប់ចិត្តមនុស្សថ្មីផងដែរពួកគេចង់កាត់ផ្តាច់ខ្លួនចេញពីអតីតកាលឬរបៀបរស់នៅចាស់ដែលពួកគេមានអារម្មណ៍ថាគ្មានការរីកចម្រើនឬលែងមានភាពទាក់ទាញការសង្កេតមើលរង្វង់ទំនាក់ទំនងថ្មីរបស់ពួកគេនឹងជួយឲ្យអ្នកដឹងពីទិសដៅជីវិតថ្មីដែលពួកគេកំពុងតែដើរទៅរក 7. នៅពេលដែលមនុស្សម្នាក់លែងសួរនាំពីសុខទុក្ខរបស់អ្នកវាមិនមែនជាការរវល់នោះទេប៉ុន្តែមកពីអ្នកលែងជាអតិភិបនៅក្នុងចិត្តរបស់ពួកគេទៀតហើយបើទោះបីជារវល់យ៉ាងណាក៏ដោយមនុស្សយើងតែងតែមានពេលជានិច្ចសម្រាប់អ្វីដែលពួកគេចាត់ទុកថាមានតម្លៃនិងសំខាន់ការសួរសុខទុក្ខប្រចាំថ្ងៃវាគឺជាការបង្ហាញពីការយកចិត្តទុកដាក់និងការចង់ដឹងពីស្ថានភាពរស់នៅរបស់ដៃគូនៅពេលដែលសំណួរទាំងនេះចាប់ផ្ដើមបាត់បង់បន្តិចម្ដងវាតំណាងឲ្យការថមថយចុះនៃការចាប់អារម្មណ៍និងមនោសញ្ចេតនាពាក្យថារវល់គឺគ្រាន់តែជាលេសដ៏សមរម្យមួយដើម្បីបិទបាំងភាពប្រងើយកន្តើយដែលកំពុងតែកើតមានឡើងតែប៉ុណ្ណោះការបាត់បង់ការសួរនាំទាំងនេះវាគឺជាសញ្ញាព្រមានថាចំណងមិត្តភាពឬក្តីស្រឡាញ់កំពុងតែឈានទៅរកភាពត្រជាក់ហើយ 8. ការឆ្លើយតបសារយឺតយ៉ាវនិងពាក្យសម្ដីខ្លីៗខុសពីធម្មតាវាឆ្លុះបញ្ចាំងពីការថមថយចុះនៃចំណាប់អារម្មណ៍ក្នុងការប្រស្រ័យទាក់ទងជាមួយអ្នករបៀបដែលមនុស្សម្នាក់ប្រស្រ័យទាក់ទងតាមរយៈសារវាអាចបង្ហាញយ៉ាងច្បាស់ពីកម្រិតនៃភាពស្និទ្ធស្នាលខាងផ្លូវចិត្តប្រសិនបើធ្លាប់តែឆ្លើយឆ្លងគ្នាយ៉ាងវែងអន្លាយហើយប្រែមកជាឆ្លើយខ្លីៗឬអូសបន្លាយពេលវេលារាប់ម៉ោងនោះមានបញ្ហាកើតឡើងហើយនេះវាបង្ហាញថាការសន្ទនាជាមួយអ្នកលែងផ្ដល់ភាពរីករាយឬលែងផ្ដល់ថាមពលវិជ្ជមានទៅដល់ពួកគេដូចមុនទៀតហើយចិត្តសាស្ត្ររបស់មនុស្សតែងតែចង់បញ្ចប់ការសន្ទនាឲ្យបានលឿននៅពេលដែលពួកគេមានអារម្មណ៍ថាធុញទ្រាន់ឬមានអ្នកផ្សេងសំខាន់ជាងការប្រែប្រួលលំនាំទំនាក់ទំនងបែបនេះវាគឺជាសញ្ញាដែលគួរឲ្យកត់សម្គាល់បំផុតនៃការប្រែប្រួលចិត្តគំនិតរបស់ដៃគូ 9. នៅពេលដែលនរណាម្នាក់ចាប់ផ្ដើមនិយាយអួតអាងពីខ្លួនឯងហួសហេតុនោះគឺជាការប៉ុនប៉ងដើម្បីបិទបាំងភាពទន់ខ្សោយឬភាពអសន្តិសុខពីខាងក្នុងរបស់ពួកគេដែលកំពុងមានហើយមនុស្សដែលមានទំនុកចិត្តពិតប្រាកដគឺតែងតែមានភាពស្ងប់ស្ងាត់និងមិនចាំបាច់បញ្ជាក់ប្រាប់អ្នកដទៃពីតម្លៃរបស់ខ្លួនឯងឡើយផ្ទុយទៅវិញការព្យាយាមលើកតម្កើងខ្លួនឯងហួសហេតុវាគឺជាយន្តការការពារខ្លួនពីអារម្មណ៍ភ័យខ្លាចថាអ្នកដទៃនឹងមើលងាយនៅពេលដែលពួកគេបានផ្លាស់ប្ដូរមកជាការនិយាយអួតពីភាពជោគជ័យឬទ្រព្យសម្បត្តិពួកគេកំពុងតែស្វែងរកការទទួលស្គាល់ពីខាងក្រៅហើយនេះគឺមានន័យថាពួកគេកំពុងតែមានសម្ពាធផ្លូវចិត្តឬការប្រកួតប្រជែងពីខាងក្នុងដែលមិនទាន់អាចដោះស្រាយបានការយល់ដឹងពីចំណុចនេះនឹងជួយឲ្យអ្នកមើលឃើញពីជម្រៅចិត្តដ៏ផុយស្រួយរបស់ពួកគេដែលលាក់នៅខាងក្រោយភាពដ៏មានអំនួតរបស់ពួកគេ 10. ការផ្លាស់ប្ដូរការស្លៀកពាក់និងការផ្លាស់ប្ដូររូបរាងកាយថ្មីយ៉ាងឆាប់រហ័សគឺតែងតែជានិមិត្តរូបនៃការចង់ទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សថ្មី
ឬការចាប់ផ្ដើមជីវិតថ្មីរបស់ពួកគេរូបរាងខាងក្រៅគឺជាវិធីដែលមនុស្សយើងបង្ហាញពីអត្តសញ្ញាណនិងអារម្មណ៍របស់ខ្លួនទៅកាន់ពិភពលោកខាងក្រៅនៅពេលដែលនរណាម្នាក់ផ្លាស់ប្ដូរ style តែងខ្លួនយ៉ាងលឿនគំហុកវាតំណាងឲ្យការផ្លាស់ប្ដូរផ្នត់គំនិតពីខាងក្នុងរបស់ពួកគេជារឿយៗការធ្វើបែបនេះគឺដើម្បីឲ្យខ្លួនឯងមានភាពទាក់ទាញជាងមុនចំពោះមនុស្សដែលពួកគេកំពុងតែចាប់អារម្មណ៍វាក៏អាចជាការចង់លុបបំបាត់រូបភាពចាស់ដែលពួកគេធ្លាប់មានអារម្មណ៍ថាគ្មានភាពជឿជាក់ឬគួរឲ្យធុញទ្រាន់នៅក្នុងឆាកជីវិតផងដែរការយកចិត្តទុកដាក់ទៅលើរូបរាងថ្មីនេះវាគឺជាសញ្ញាបង្ហាញថាពួកគេកំពុងតែបើកទំព័រថ្មីនៃជីវិតដែលមានការផ្លាស់ប្ដូរទស្សនៈពីខាងក្នុង11នៅពេលដែលមនុស្សម្នាក់ងាយនឹងខឹងសម្បារចំពោះរឿងបន្តិចបន្តួចនោះគឺមានន័យថាពួកគេកំពុងជួបប្រទះនឹងសម្ពាធផ្លូវចិត្តដែលមិនទាន់បានដោះស្រាយភាពមួម៉ៅការខឹងសម្បារភ្លាមវាមិនមែនកើតឡើងដោយគ្មានហេតុផលឬក៏ដោយសារតែរឿងតូចតាចនៅចំពោះមុខនោះទេវាជាការផ្ទុះឡើងនៃអារម្មណ៍តានតឹង stress ឬការខកចិត្តដែលបានសន្សំទុកនៅក្នុងចិត្តជាយូរមកហើយនៅពេលដែលកែវទឹកពេញព្រាបគ្រាន់តែថែមមួយដំណក់ទៀតក៏អាចធ្វើឲ្យទឹកហៀរចេញមកក្រៅបានយ៉ាងងាយស្រួលដែរដៃគូរបស់អ្នកអាចនឹងកំពុងប្រឈមមុខនឹងបញ្ហាការងារគ្រួសារឬវិបត្តិផ្ទាល់ខ្លួនដែលពួកគេមិនទាន់អាចនិយាយចេញបានការយល់ដឹងពីឫសគល់នៃកំហឹងនេះវានឹងជួយឲ្យអ្នកមានការអត់ធ្មត់និងជួយដោះស្រាយបញ្ហាផ្លូវចិត្តរបស់ពួកគេបានទាន់ពេលវេលា12ការលែងសើចសប្បាយនឹងរឿងកំប្លែងដែលធ្លាប់តែចូលចិត្តវាគឺជាសញ្ញាព្រមាននៃការធ្លាក់ចុះនៅសុខភាពផ្លូវចិត្តនិងមនោសញ្ចេតនានៅក្នុងទំនាក់ទំនងសំណើចគឺជាសូចនាករដ៏ល្អបំផុតមួយនៃភាពរីករាយនិងការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងមនុស្សពីរនាក់នៅពេលដែលស្នាមញញឹមនិងការសើចសប្បាយចាប់ផ្ដើមបាត់បង់ពីជីវិតប្រចាំថ្ងៃវាតំណាងឲ្យមនុស្សនោះគឺកំពុងតែមានភាពតានតឹងនៅខាងផ្លូវចិត្តយ៉ាងខ្លាំងពួកគេអាចនឹងកំពុងតែធ្លាក់ចូលទៅក្នុងស្ថានភាពនៃការបាក់ទឹកចិត្តឬមានអារម្មណ៍ធុញទ្រាន់នឹងជីវិតជុំវិញខ្លួនម្យ៉ាងទៀតភាពត្រជាក់ស្រេបនេះក៏អាចមកពីការថមថយចុះនៃភាពស្និទ្ធស្នាលឬការចាប់អារម្មណ៍ចំពោះរូបអ្នកផងដែរការសង្កេតមើលពីការបាត់បង់សំណើចនេះនឹងជួយឲ្យអ្នកដឹងពីភាពខុសប្រក្រតីនៃស្ថានភាពផ្លូវចិត្តរបស់ពួកគេបានយ៉ាងច្បាស់13នៅពេលណាម្នាក់ចាប់ផ្ដើមនិយាយដើមមិត្តភ័ក្តិជិតស្និទ្ធរបស់ពួកគេប្រាប់អ្នកនោះគឺមានន័យថាពួកគេក៏អាចនិយាយដើមអ្នកប្រាប់អ្នកដទៃបានដូចគ្នារបៀបដែលមនុស្សម្នាក់ប្រព្រឹត្តចំពោះអ្នកដទៃនៅពីក្រោយខ្នងវាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីសិលធម៌ពិតប្រាកដរបស់ពួកគេប្រសិនបើពួកគេគ្មានភាពស្មោះត្រង់ចំពោះមិត្តភ័ក្តិដែលធ្លាប់ជួយគ្នាពួកគេក៏គ្មានហេតុផលអ្វីត្រូវស្មោះត្រង់នឹងអ្នកដែរការនិយាយដើមអ្នកដទៃដើម្បីតែការកំសាន្តឬដើម្បីតែលើកតម្កើងខ្លួនឯងវាគឺជាទម្លាប់ដែលពិបាកនឹងកែប្រែណាស់នៅពេលដែលទំនាក់ទំនងរវាងអ្នកនិងពួកគេមានភាពរង្គោះរង្គើពួកគេនឹងប្រើប្រាស់វិធីដដែលនេះដើម្បីវាយប្រហាររូបអ្នកការសង្កេតមើលពាក្យសម្ដីរបស់ពួកគេចំពោះអ្នកដទៃវាគឺជាវិធីដ៏ល្អមួយក្នុងការវាស់ស្ទង់ភាពស្មោះត្រង់របស់ពួកគេ14ការថយចុះនៃការចែករំលែករឿងរ៉ាវផ្ទាល់ខ្លួននិងការសម្រេចចិត្តនៅក្នុងជីវិតវាគឺជាសញ្ញាបញ្ជាក់ថាពួកគេកំពុងតែដកអ្នកចេញពីផែនការអនាគតរបស់ពួកគេហើយការចែករំលែកក្តីសម័យគោលដៅនិងការសម្រេចចិត្តសំខាន់ៗវាគឺជាគ្រឹះដ៏មាំនៅក្នុងការកសាងអនាគតរួមគ្នាប្រសិនបើពួកគេចាប់ផ្ដើមធ្វើការសម្រេចចិត្តធំដោយស្ងាត់នោះវាបង្ហាញថាការយល់ឃើញរបស់ពួកគេចំពោះអ្នកវាបានប្រែប្រួលហើយពួកគេលែងចាត់ទុកមតិយោបល់របស់អ្នកថាមានតម្លៃឬចាំបាច់សម្រាប់ជីវិតរបស់ពួកគេទៀតហើយនេះគឺជាការដកខ្លួនចេញជាជំហានដើម្បីការពារកុំឲ្យអ្នកមានឥទ្ធិពលលើការសម្រេចចិត្តរបស់ពួកគេនៅថ្ងៃខាងមុខនៅពេលដែលការចែករំលែកនេះត្រូវបានកាត់ផ្តាច់វាក៏ជាការបញ្ជាក់ថាផ្លូវរបស់អ្នកទាំងពីរចាប់ផ្ដើមបែកគ្នាហើយ15នៅពេលដែលមនុស្សម្នាក់ផ្លាស់ប្ដូរការយកចិត្តទុកដាក់ទៅជាការប្រងើយកន្តើយចំពោះការជឿចាប់របស់អ្នកនោះគឺមានន័យថាចំណងមនោសញ្ចេតនាត្រូវបានកាត់ផ្តាច់ទាំងស្រុងហើយភាពអាណិតអាសូរនិងការចែករំលែកទុក្ខលំបាកគ្នាវាគឺជាស្នូលដ៏សំខាន់បំផុតនៃទំនាក់ទំនងគ្រប់ប្រភេទនៅពេលដែលអ្នករងទុក្ខឬក៏ជួបការលំបាកប៉ុន្តែពួកគេបែរជាបង្ហាញពីភាពប្រងើយកន្តើយនិងមិនខ្វល់ខ្វាយនោះគឺជាសញ្ញាដ៏គួរឲ្យព្រួយបារម្ភបំផុតភាពអត់ធ្មត់និងក្តីស្រឡាញ់របស់ពួកគេបានរលាយសាបសូន្យរហូតដល់ការជឿចាប់របស់អ្នកលែងមានឥទ្ធិពលទៅលើចិត្តរបស់ពួកគេទៀតហើយ
នេះវាមិនមែនជាការអត់ធ្មត់ឬក៏ការយល់ច្រឡំនោះទេប៉ុន្តែវាជាការសម្រេចចិត្តដើរចេញខាងផ្លូវចិត្តជាស្ថាពរហើយការយល់ដឹងពីសញ្ញាចុងក្រោយនេះវានឹងជួយឲ្យអ្នកហ៊ានទទួលស្គាល់ការពិតនិងរៀនស្រឡាញ់ខ្លួនឯងឡើងវិញអរគុណសម្រាប់ការទស្សនាជួបគ្នាម្ដងទៀតនៅវីដេអូភាគទី2